នំបញ្ចុកទឹកម្ហិចសម្រាប់ខាងខេត្តកំពតល្បីថាឆ្ងាញ់ថ្ងៃនេះគឺសាកធ្វើបងប្អូនមានអីរសជាតិទទួលយកបានខ្ញុំតែម្នាក់ឯងអស់មួយចានគោមកបងប្អូនហើយនេះគឺគ្រឿងផ្សំដែលយើងយកមកធ្វើនំបញ្ចុកទឹកម្ហិចហ្នឹងបងប្អូនមានដូចជាម្ទេសស្អាតខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមហើយនឹងត្រីសម្បានេះយើងទិញមកលាងទឹកឲ្យស្អាតមែនតើបងប្អូនដើម្បីកុំឲ្យវាធំក្លិនអញ្ចឹងណាត្រីហ្នឹងគឺយើងយកមកហាន់វាជា2កង់បងប្អូនហើយមកយើងឆ្លៀតទៅដាំទឹករបស់យើងនឹងចោលសិនទៅនៅពេលដែលទឹកយើងមិនទាន់ពុះហ្នឹងយើងមកធ្វើការហាន់ខ្ទឹមយើងសិនសម្រាប់ខ្ទឹមនេះដែរយើងហាន់វាឲ្យល្អិតជាកង់អញ្ចឹងបងប្អូនហើយខ្ទឹមនេះដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ឈ្ងុយចេញពីដើមខ្ទឹមនឹងអញ្ចឹងស្លឹកខ្ទឹមនេះខ្លួនឯងអត់មានបានទិញនៅផ្សារទេហើយមកយើងឆ្លៀតមកធ្វើការហាន់ជាមួយនឹងសាយ៉ងចេកសម្រាប់ទឹកត្រាំសាយ៉ងចេកហ្នឹងបងប្អូនដាក់អំបិលបន្តិចនិងក្រូចឆ្មាបងប្អូនដើម្បីឲ្យសាយ៉ងចេករបស់យើងហ្នឹងពេលហាន់ទៅវានៅមានពណ៌ស្អាតសវាអត់ឡើងខ្មៅសកមអីអញ្ចឹងណាហើយឥឡូវនេះទឹករបស់យើងហ្នឹងក្តាមពុះហើយយើងធ្វើការដាក់ត្រីដែលយើងបានលាងសម្អាតនិងហាន់វាជាកង់2កង់ហ្នឹងបងប្អូនដាក់វាទៅបន្ទាប់មកទៀតយើងធ្វើការចាក់គ្រឿងដែលយើងបានដំហ្នឹងមានដូចជាខ្ទឹមសនិងខ្ទឹមក្រហមប្រើ3ដុំហើយយើងហាន់វាជាដុំអញ្ចឹងបងប្អូនហើយខ្ទឹមសវិញយើងដាក់5 6កំពឹសទៅបានហើយពេលដាក់ត្រីហ្នឹងយើងគ្របវាមួយផ្លែតសិនណាបងប្អូននេះហើយបន្តមកទៀតនៅពេលដែលត្រីរបស់យើងហ្នឹងទឹកជាមួយនឹងត្រីហ្នឹងវាពុះឡើងខ្លាំងហើយយើងចាប់ផ្ដើមធ្វើការដាក់គ្រឿងដូចជាទឹកត្រីសម្រាប់ទឹកត្រីដែរខ្ញុំប្រើជាមួយនឹងទឹកត្រីដែលយើងរំងាស់ខ្លួនឯងបងប្អូនទឹកត្រីស្ករប៊ីចេងទុបអីអញ្ចឹងណាគ្រឿងហ្នឹងគឺយើងដាក់លាយជាមួយនឹងត្រីដែលយើងបានរំងាស់ហ្នឹងឲ្យហ្មងទៅដើម្បីឲ្យវាចេញជាតិឲ្យហើយនៅពេលដែលត្រីនេះឡើងឆ្អិនល្អហើយយើងចាប់ផ្ដើមស្រង់វាយកមកទុកមួយឡែកសិនត្រីហ្នឹងទុកវាឲ្យត្រជាក់ទៅដើម្បីយើងងាយស្រួលបេះបងប្អូនយើងធ្វើការបេះត្រីហ្នឹងជាដុំទុកវាមួយឡែកហើយយើងបានដាំហ្នឹងគឺយើងនៅតែរំងាស់រហូតជាមួយនឹងគ្រឿងហ្នឹងរំងាស់ឲ្យចេញជាតិជាមួយនឹងខ្ទឹមសខ្ទឹមក្រហមយើងហ្នឹងរំងាស់វាទៅឲ្យវាឡើងជាតិបន្តមកទៀតត្រីរបស់យើងហ្នឹងគឺបានបេះហើយស្រេចយើងយកវាទៅចាក់ជាមួយនឹងទឹកដាំពុះដែលយើងបានរំងាស់វាហ្នឹងបងប្អូននេះសម្រាប់ទឹកសម្លនេះបងប្អូនកុំភ្លេចបង់គល់ខ្ទឹមចូលបងប្អូនគល់ខ្ទឹមហើយនិងម្ទេសអាចសាត់ចូលហើយដើម្បីឲ្យរសជាតិវាកាន់តែឈ្ងុយតែម្ដងឈ្ងុយចេញពីម្ទេសអាចសាត់នឹងផងអីផងនឹងធ្វើការដាក់ត្រីដែលយើងបានបេះនឹងរួចទៅជាចុងក្រោយយើងភ្លក់សម្លនឹងតាមចំណង់ចំណូលចិត្តផ្ទះរៀងខ្លួនទៅបន្ទាប់មកយើងធ្វើការដាក់រោយជាមួយនឹងស្លឹកខ្ទឹមជាការស្រេចហើយឥឡូវសម្លក៏បានឆ្អិនហើយដែរហើយសម្រាប់បន្លែវិញមានដូចជាត្រយូងចេកជាមួយនឹងតកួនហើយនឹងសណ្តែកបដោះបងប្អូនហើយតកួននេះដែរយើងយកទៅស្រុះសិនណាបងប្អូននេះហើយសណ្តែកបដោះនេះបើបងប្អូនញ៉ាំដាក់ឆៅទៅបើអត់ទេយកទៅវាទៅស្រុះសិនក៏បានដែរបន្ទាប់មកចាប់នំបញ្ចុកពីច្រវាយរបស់យើងនឹងដាក់ចូលមកបន្លែនេះបន្តិចនោះបន្តិចទៅដាក់មើលទៅរៀងស្ទើរបន្តិចយើងអាចដាក់បន្លែថែមពីលើនឹងទៀតបានណាបងប្អូនហើយបន្ទាប់មកយើងធ្វើការស្រូបទឹកសម្លរបស់យើងនឹងគឺថាឈ្ងុយមែនតើណាបងប្អូននៅក្រៅឈ្ងុយមែនតើបន្ទាប់មកយើងចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសដែលយើងបុកជាមួយនឹងអំបិលបងប្អូនកុំចោលឲ្យសោះនំបញ្ចុកហ្នឹងយើងដាក់ជាមួយនឹងម្ទេសបុកហ្នឹងគឺថាឆ្ងាញ់មែនតើបងប្អូនតោះឥឡូវមកញ៉ាំទាំងអស់គ្នា